សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីការបដូរបំពង់សួតអ្នកជំងឺដែលមានបញ្ហាបំពង់សួតដល់ដំណាក់កាលចុងក្រោយដោយសារជំងឺខប់ដល់ដំណាក់កាលចុងក្រោយឬជំងឺបំពង់សួតចម្រុះដល់ដំណាក់កាលចុងក្រោយឬជំងឺសម្ពាធឈាមខ្ពស់ក្នុងបំពង់សួតឬការបំពុលផ្សេងដូចជាការបំពុលដោយសារធាតុ paraquat នាំឲ្យមានជំងឺបំពង់សួតដល់ដំណាក់កាលចុងក្រោយក្រុមអ្នកជំងឺទាំងនេះប្រសិនបើពួកគេមិនមានការកែលម្អដោយការព្យាបាលវេជ្ជសាស្ត្រទេប្រសិនបើបំពង់សួតឈានដល់ដំណាក់កាលចុងក្រោយបន្ទាប់ពីការវាយតម្លៃនោះក្រុមអ្នកជំងឺនេះត្រូវការការបដូរបំពង់សួតដូច្នេះជាទូទៅបន្ទាប់ពីការបដូរបំពង់សួតអ្នកជំងឺត្រូវតែប្រើថ្នាំបន្ថយប្រតិកម្មប្រព័ន្ធភាពស៊ាំជារៀងរហូតដូច្នេះតែងតែមានហានិភ័យនៃការឆ្លងមេរោគព្រោះបំពង់សួតគឺជាអង្គងតែមួយដែលប៉ះពាល់នឹងបរិយាកាសផ្ទាល់ដូច្នេះពួកគេត្រូវតែប្រុងប្រយ័ត្នខ្លាំងចំពោះការឆ្លងមេរោគនៅក្នុងរយៈពេលបន្ទាប់ពីការបដូរបំពង់សួតហើយឱកាសនៃការបដិសេធក៏ខ្ពស់ណាស់ក្នុងការបដូរបំពង់សួតដែរដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នខ្លាំងអ្នកជំងឺត្រូវការត្រួតពិនិត្យជាប្រចាំបន្ទាប់ពីការបដូរបំពង់សួតយើងបានជួយសង្គ្រោះអ្នកជំងឺជាង200នាក់ដោយការបដូរបំពង់សួតអ្នកជំងឺទាំងនេះកំពុងរស់នៅបានល្អបន្ទាប់ពីការបដូរបំពង់សួតពួកគេកំពុងតែតាមដានជាប្រចាំជាមួយយើងពួកគេរស់នៅបានល្អហើយយើងអាចបន្ថែមអាយុកាលរបស់ពួកគេនិងផ្ដល់ជីវភាពល្អឲ្យពួកគេតាមរយៈការបដូរបំពង់សួត